ជំរាបសួរ សូមអ្នកនរគ្នាពួកយើងមកពីក្រុម DigiLab ហើយ DigiLab គឺជា digital platform មួយសម្រាប់សិស្សវិទ្យាល័យរៀនគណិតរូបគីមីនិងមុខជាសាស្ត្រផ្សេងៗទៀតតាមរយៈonline ហើយដោយប្រើ visual learning ឬក៏ការវិខោតាម online របស់ពួកយើង ហើយពួកយើងបង្កើត DigiLab ឡើងដោយសារតែពួកយើងមើលឃើញពីបញ្ហាដែលគម្លាតសិស្សដែលជ្រើសរើសថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់សង្គមនឹងមានភាពខុសគ្នាហើយអ្វីដែលពួកយើងធ្វើការស្រាវជ្រាវបានកន្លងមកហ្នឹងគឺដោយសារតែសិស្សដែលគាត់ជ្រើសរើសថ្នាក់សង្គមនឹងដោយសារតែគាត់ខ្វះមូលដ្ឋានគ្រឹះក្នុងការសិក្សាថ្នាក់វិទ្យាសាស្ត្រហើយបញ្ហាទាំងអស់ហ្នឹងវាកើតឡើងដោយសារតែចំណង់ចំណូលចិត្តរបស់សិស្សដោយសារតែសិស្សនៅពេលដែលគាត់ចាប់ផ្ដើមរៀនគាត់មានអារម្មណ៍ថាគាត់ stress នឹងការរៀនអញ្ចឹងយើងបង្កើត DigiLab ឡើងជាលក្ខណៈ digital platform ដែលយើងធ្វើវាជាលក្ខណៈ gamify ដែលធ្វើឲ្យសិស្សគាត់មានអារម្មណ៍ថាគាត់រៀនដូចជាគាត់លេងហ្គេមអញ្ចឹងគាត់អត់មានអារម្មណ៍ថាគាត់ stress ជាមួយការរៀនទេអញ្ចឹងវាធ្វើឲ្យកម្រិតនៃការសិក្សារបស់គាត់នឹងវាប្រសើរឡើងជាងមុន ហើយសម្រាប់មូលហេតុដែលយើងចូលរួមកម្មវិធីនេះគឺនៅឈ្មោះហ្នឹងហ្មង Digital Platform Accelerator គឺយើងចង់ពន្លឿនstartup របស់ពួកយើងកម្មវិធីរបស់ពួកយើងទៅដល់សិស្សឲ្យគាត់ឆាប់បានរៀនឆាប់បានសិក្សាជាមួយនឹងកម្មវិធីរបស់ពួកយើង ហើយឥឡូវនេះពួកយើងក៏មានជា website ហើយបើអ្នកទាំងអស់គ្នាចង់ដឹងថាពួកយើងធ្វើអីខ្លះហើយ DigiLab មានអ្វីខ្លះនៅពេលនេះអ្នកទាំងអស់គ្នាអាចចូលទៅក្នុង website digilabedu.com បាន